សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងចូលវីដេអូទី2នៃចម្ពោះ4យើងរៀនពីស្រៈផ្សំអញ្ចឹងដើម្បីចូលនៅមេរៀនថ្មីបានយើងលោកមេរៀនចាស់សិនអញ្ចឹងវីដេអូទី1នៃមេរៀនស្រៈយើងបានសិក្សាអំពី A សំឡេង A ដែលមានអក្សរ E នៅខាងចុងពាក្យនិង A ដែលមានសំឡេង A មិនមានអក្សរ E នៅខាងចុងពាក្យអញ្ចឹងនៅក្នុងមេរៀនទី3នេះយើងចូលស្រៈដែលមានអក្សរ A ហើយនិងអក្សរ I គឺសំឡេង A ដែរអូខេអញ្ចឹងឧទាហរណ៍ពាក្យទី1 M មានសំឡេងម៉ាក់ AI គឺស្រៈ A ម៉ាក់ A មេ N មានសំឡេងណមេនិងណមេននិងណមេន alright ពាក្យទី2គឺ C មានសំឡេងខ L មានសំឡេងលខលក្ល AI ស្រៈ A ក្ល A ក្លេ M មានសំឡេងម៉ាក់ clay និងម៉ាក់ claim ពាក្យទី3 CH មានសំឡេងឆ AI គឺស្រៈ A ឆ A ឆេនិងណ chain ឆ A ឆេនិងណ chain អូខេអញ្ចឹង AI យើងមានប៉ុណ្ណឹងយើងចូលមេរៀនទី4 AI sound A យើងចូលមេរៀនទី4AY មានសំឡេង A ដូចគ្នាអូខេអញ្ចឹងបងប្អូនចាប់ផ្ដើមយល់អញ្ចឹងអានេះមិនបាច់បានគេអាន play អាន stay អាន pay អូខេយើងដឹងរបៀបអានណាមិនចាំទេយើងដឹងរបៀបប្រកបអូខេអញ្ចឹងពាក្យទី1 P សំឡេងផ L សំឡេងលផលផ្ល AY ស្រៈ A ផ្ល A play ហើយសូលទី2 S មានសំឡេងស T មានសំឡេងថសថ st AY សំឡេង A st A stay st A stay ទី3 P មានសំឡេងផ AY គឺស្រៈ A ផ A pay alright គឺអញ្ចឹងមេរៀនរបស់យើងគឺ AI សំឡេង A ហើយនិង AY សំឡេង A មានតែប៉ុណ្ណេះជួបគ្នាក្នុងវីដេអូបន្ទាប់ទៀត